បាទសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel SVN Recap នៅក្នុងវីដេអូនេះមាននឹងធ្វើការសម្រាយរឿងមួយឬនឹងក៏មានចំណងជើងថា Novocaine បាទចឹងចង់ដំណើររឿងរបស់យើងមានការវាយប្រហារវាបញ្ចុតបាញ់បោះល្អមួយយ៉ាងណានោះយើងតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាបាទសាច់រឿងរបស់យើងចាប់ផ្ដើមឡើងដោយបង្ហាញនៅបរិបម្នាក់ដែលគាត់មានឈ្មោះថា Nathan Khan កំពុងត្រៀមខ្លួនទៅធ្វើការនឹងឯងគាត់ធ្វើការងារជាជំនួយការ manager នៅឯធនាគារបណ្ដោះការិយាល័យរបស់គាត់យើងឃើញនៅច្បាយនេះរបស់គាត់ដែលមានឈ្មោះថា Nigel ក៏បានប្រម៉ាយប្រមូលកូនចៅទាំងឡាយក៏បានថ្លែងសន្ទរកថាលើកទឹកចិត្តទៅកាន់ពួកគេឲ្យខិតខំប្រឹងធ្វើការងារដូចទៅនឹងគ្រួសារមួយចឹងឯងហើយមិនយូរប្រហែលក៏លេចចេញនៅនារីវ័យក្មេងម្នាក់ដែលមានឈ្មោះថា Sherry Mackerel បានដើរចូលមកដល់នាងបាននឹងកំពុងធ្វើការងារនៅទីនឹងរយៈពេលជិត4ខែទៅហើយពេលដែលលោកណាសានរបស់យើងបានសម្លឹងឃើញនាងនោះគាត់ក៏បានញញឹមតែម្ដងដោយសារតែគាត់លួចលាក់មានក្តីស្រឡាញ់ចំពោះនាងណាលោកណាសានរបស់យើងបន្ទាប់ពីនឹងទៅក៏បានជួបជាមួយនឹងអតិថិជនម្នាក់ដែលមានឈ្មោះថាដែលភរិយារបស់គាត់ទើបតែស្លាប់បាត់បង់ជីវិតនោះទេលោកនៅពេលនោះដែរកំពុងតែប្រឈមនឹងហានិភ័យនៅក្នុងការបាត់បង់ទាំងផ្ទះក៏ដូចជាហាងរបស់គាត់នៅពេលនោះដែរគាត់ក៏បាននិយាយថាមិនគួរណាភរិយារបស់គាត់ដែលរួមរស់ជាមួយគ្នា50ឆ្នាំបានស្លាប់បាត់បង់ជីវិតចោលគាត់នោះទេឥឡូវនេះកំពុងតែមានបញ្ហាហិរញ្ញវត្ថុទៀតសូមឲ្យលោកណាសានរបស់យើងជួយណាលោកណាសានរបស់យើងនៅពេលនោះដែរក៏ព្យាយាមនិយាយលំទៅកាន់គាត់ហើយក៏សន្យាថានឹងពន្យាពេលឯកសារផ្សេងរហូតដល់ថ្ងៃជប់សម្រាប់នឹងឯងបាទបន្ទាប់ពីនោះទៅគណៈពេលលោកណាសានរបស់យើងកំពុងតែទៅចុងកាហ្វេនោះកញ្ញា Sherry ក៏បានចូលមកក្បែរគាត់ហើយចៃដន្យអីនាងក៏បានធ្វើឲ្យកាហ្វេក្តៅកពុបទៅលើដៃរបស់លោកណាសានណានៅពេលនោះដែរកញ្ញា Sherry ក៏បានសូមអភ័យទោសហើយដើម្បីប៉ះបើកំហុសនឹងនាងក៏បបួលលោកណាសានរបស់យើងទៅញ៉ាំអាហារជាមួយគ្នាតែលោកណាសានរបស់យើងក៏បានបដិសេធតែគាត់លើកឡើងថាគាត់នឹងបញ្ញាទៅព្យាបាលរបស់គាត់ចឹងទៅតែយ៉ាងណាក៏ដោយនៅពេលដែលគាត់រំលឹករឿងរ៉ាវទំនាក់ទំនងស្នេហារបស់លោកនិងភរិយារបស់គាត់នោះធ្វើឲ្យគាត់មានការទន់ចិត្តទៅវិញអញ្ចឹងហើយគាត់ក៏បានបញ្ញាតាក់ទងទៅកាន់កញ្ញា Sherry ដើម្បីញ៉ាំអាហារជាមួយគ្នានឹងឯងហើយកំឡុងពេលញ៉ាំអាហារជាមួយគ្នាដែរជាឃើញលោកណាសានរបស់យើងក៏បាននិយាយទៅកាន់កញ្ញា Sherry អំពីស្ថានភាពរបស់គាត់ណាតាមពិតទៅគាត់ដែលត្រូវនាងចាក់កាហ្វេក្តៅពីលើនឹងគឺគ្មានការឈឺជក់ចាប់អីទេគាត់គឺជាមនុស្សដែលមិនមានការឈឺចាប់អីតតែសោះបើទោះបីជាគេយកកំបិតមកយកដាវមកចាក់បុករកគាត់យ៉ាងណាក៏ដោយនៅពេលលើនេះកញ្ញា Sherry ក៏បានលើកឡើងថានាងក៏មើលឃើញចឹងដែរហើយកញ្ញា Sherry គឺព្យាយាមបញ្ចុកនំ Cherry ហើយលោកណាសានរបស់យើងញ៉ាំជាលើកដំបូងណាបាទនៅពេលណាគាត់ពិតជាមានភាពរីករាយមែនតើវាជាលើកទី1ចឹងទៅក្រោយពីនោះទៅកញ្ញា Sherry នឹងក៏បានអញ្ជើញប្រុសណាសានរបស់យើងទៅពិព័រណ៍គំនូររបស់នាងនៅពេលល្ងាចណាគាត់ក៏យកព្រមតាមសំណើរបស់នាងដូចគ្នាបាទពេលយប់ក៏បានមកដល់យើងឃើញថាលោកណាសានរបស់យើងកំពុងតែលេងហ្គេមជាមួយមិត្តភក្តិរបស់គាត់ដែលមានឈ្មោះថា Roscoe Dixon ទោះបីជាពួកគេមិនដែលជួបគ្នាផ្ទាល់ក៏ដោយប៉ុន្តែពួកគេគឺតែងតែពិភាក្សាជាមួយគ្នាហោហែនឹងឯងលោកណាសានរបស់យើងក៏បាននិយាយពាក់ព័ន្ធជាមួយនឹងការអញ្ជើញរបស់កញ្ញា Sherry ណាលោក Roscoe នេះវិញក៏បានប្រាប់ឲ្យប្រុសណាសានរបស់យើងបាទត្រូវទៅចូលរួមជាមួយនាងចឹងទៅបាទគេអញ្ជើញឲ្យមិនទៅមិនកើតបន្ទាប់ពីនោះទៅយើងឃើញថាប្រុសណាសានរបស់យើងក៏បានចូលរួមពិធីពិព័រណ៍គំនូររបស់កញ្ញា Sherry នឹងឯងហើយក្រោយពីពិធីចប់ទៅពួកគេក៏បានចំណាយពេលវេលាជជែកលេងបានញ៉ាំអីជាមួយគ្នាណាហើយទៅដល់កន្លែងមួយនោះពួកគេក៏បានជួបជាមួយនឹងបរិសម្នាក់ដែលធ្លាប់រៀនជាមួយនឹងប្រុសណាសានបានហៅប្រុសណាសានរបស់យើងថា Novocaine ភាសាគ្រប់គ្នាគឺដឹងថាលោកណាសានរបស់យើងវាយមិនចេះឈឺណាបាទការនៅរៀនត្រូវបានគេវាយលេងកំសាន្តនឹងឯងកញ្ញា Sherry ដែលឃើញថាប្រុសណាសានរបស់យើងត្រូវគេប៊ូលីបែបនេះនោះនាងក៏បានបបួលបរិសម្នាក់នឹងផឹកស្រាជាមួយនឹងប្រុសណាសានណាតែមិនមែនស្រាទេនាងក៏បានឲ្យទឹកម្រេចបានទៅកាន់បរិសម្នាក់នឹងផឹកណាធ្វើឲ្យបរិសម្នាក់នឹងក៏មិនជប់មិនឈរនៅឡើយចឹងហើយពួកគេទាំងឡាយក៏បានសើចកំសាន្តជាមួយគ្នាចឹងទៅបានបន្ទាប់ពីនោះទៅយើងឃើញថាប្រុសណាសានរបស់យើងក៏បាននាំកញ្ញា Sherry ត្រឡប់ទៅកាន់ផ្ទះរបស់នាងនៅទីនោះដែរកញ្ញា Sherry គឺបានដោះអាវប្រុសណាសានក៏បានឃើញស្នាមសាក់ដ៏ធំមួយគ្របដណ្ដប់រាងកាយរបស់គាត់ហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមសេពសន្ទវៈអីគ្នានៅកន្លែងហ្នឹងចឹងទៅបាទពេលព្រឹកថ្ងៃបន្ទាប់ក៏បានមកដល់យើងឃើញថាវាជិតដល់ថ្ងៃគ្រីស្មាស់ហើយប្រុសណាសានរបស់យើងក៏បានភ្ញាក់ពីព្រលឹមមានអារម្មណ៍ល្អមែនទែនហើយក្រោយពីបានញ៉ាំអាហារពេលព្រឹកទៅគាត់ក៏បានធ្វើដំណើរទៅកន្លែងធ្វើការងារមានម្ដងជួបជាមួយនឹងកញ្ញា Sherry សុំនាងភ្ជាប់ពាក្យតែម្ដងយ៉ាងណាក៏ដោយនៅពេលដែលគាត់បានទៅដល់ទីនោះឃើញថាមានចៅប្លន់3នាក់បានស្លៀកពាក់ដូចជា Santa Claus ហ្នឹងម្នាក់ឈ្មោះថា Simon ម្នាក់ឈ្មោះថា Andre ម្នាក់ឈ្មោះថា Ben បានសម្រុកចូលមកដល់បាទការបាញ់ប្រហារទៅកាន់ពីដានខាងលើហ្នឹងបាទក៏ដូចជាធ្វើឲ្យបុគ្គលិកទាំងឡាយក្រាបចុះ
គ្រប់គ្នានឹងឯងបាទលោក Simon នៅពេលណាក៏ទៀមទាលេខកូដសម្ងាត់ពី manager ឈ្មោះថា Niger ហ្នឹងប៉ុន្តែដោយសារលោក Niger នឹងបដិសេធនោះលោក Simon ក៏បានបាញ់ប្រហារចំក្បាលរបស់លោក Niger នឹងមិនតែប៉ុណ្ណោះលោក Simon ក៏បានគម្រាមកំហែងលោក Nasan របស់យើងដោយបានវាយប្រហារទៅកាន់កញ្ញា Sherry បាទគ្មានជំរឿអ្វីប្រូ Nasan របស់យើងក៏ព្រមប្រាប់នៅកូដសម្ងាត់នឹងដែលធ្វើឲ្យពួកចោរប្លន់ទាំងឡាយក៏បានបើកទូសុវត្ថិភាពដាក់លុយខ្វាច់ចូលទៅក្នុងកាបូបរបស់ពួកគេនឹងឯងមុនពេលដែលពួកគេចាក់ចេញពួកគេក៏បាននាំកញ្ញា Sherry ជាចំណាប់ខ្មាំងផងដែរភ្លាមដែរឃើញថាពួកប៉ូលីសទាំងឡាយក៏បានមកដល់ក៏បានបញ្ជាពួកគេបកគោខ្លួនណាតែចោរប្លន់ទាំងឡាយមិនបកគោខ្លួនទេក៏បានបើកការបាញ់ប្រហារបណ្ដាឲ្យពួកប៉ូលីសទាំងឡាយស្លាប់បាត់បង់ជីវិតហើយពួកគេក៏បានឡើងឡានបុកលបឿនជិះនាំកញ្ញា Sherry ចាក់ចេញពីទីនឹងចឹងទៅបាទប្រូណាសានរបស់យើងវិញក៏បានបញ្ញាជាមកខាងក្រៅដូចគ្នាហើយគាត់ក៏បានប្រើប្រាស់ខ្សែក្រវ៉ាត់របស់គាត់នឹងរោមដើម្បីខាត់ឈាមប៉ូលីសម្នាក់ដែលកំពុងតែរងរបួសហើយគាត់ក៏បានលួចឡានប៉ូលីសនឹងមានបំណងបាក់ដេញតាមពួកចោរប្លន់ក៏ដូចជាជួយសង្គ្រោះទៅកាន់កញ្ញា Sherry បាទគណៈពេលដែលប្រូណាសានរបស់យើងកំពុងតែបន្តដេញតាមពួកចោរប្លន់ទាំងឡាយនឹងនោះអបិ Simon នៅវិញក៏បានបញ្ជាឲ្យលោក Andre បាទបើកឡានឡើងទៅលើ highway ដោយទុកឲ្យលោក Ben បើកឡានតែម្នាក់ឯងទៅផ្ទោជាមួយនឹងប្រូណាសានរបស់យើងណាបាទក្រោយពីប្រូណាសានរបស់យើងដេញចុះដេញឡើងទៅកាន់អបិ Ben នោះពួកគេក៏បានធ្វើដំណើរទៅដល់ផ្លូវដ៏តូចចង្អៀតមួយពេលនោះដែរឡានរបស់ប្រូណាសានរបស់យើងក៏បានបើកបំបុកទៅកាន់អពែបែននឹងប្រចាំជាមួយនឹងអពែបែននឹងហើយសួរទៅកាន់អពែបែននឹងថាតើគ្នារបស់ឯងដែលយកកញ្ញា Sherry ទៅណាហើយប៉ុន្តែយើងថាអពែបែនមិនព្រមឆ្លើយទេហើយក៏បានរត់បញ្ញាចូលទៅក្នុងបន្ទប់ផ្ទះបាយណាប្រូណាសានរបស់យើងក៏បានបញ្ញារត់ទៅតាមអពែនឹងដល់ខាងក្នុងហើយគឺក៏បានបើកការវាយប្រហារប្រយុទ្ធជាមួយគ្នាកំឡុងនៃការវាយប្រហារដែរយើងឃើញអ្នកភ្លើងរបស់អពែបែនក៏បានធ្លាក់ចូលទៅក្នុងទឹកក្តៅដែលកំពុងតែពុះមិនស្ទាក់ស្ទើរទេប្រូណាសានរបស់យើងក៏បានលុកដៃរបស់គាត់ទៅយកកំភ្លើងនឹងហើយបន្តវាយប្រហារចុះឡើងរហូតដល់គាត់អាចបាញ់ប្រហារចំកណ្ដាលក្បាលរបស់ប៉ែបែននឹងចឹងទៅតទៅនឹងទៅគាត់ក៏បានឆែកមើលក្នុងកប៉ាល់របស់ប៉ែបែនក៏ឃើញទូរស័ព្ទដៃមួយជាមួយនឹងសារដែលសរសេរថា just let it ប្រូណាសានរបស់យើងបន្តទៅនឹងទៅក៏បានថតរូបភាពស្នាមសាររបស់ប៉ែបែនមុនពេលគាត់ចូលទៅក្នុងឡាននឹងហើយគាត់ក៏បានផ្ញើរូបភាពនឹងទៅកាន់ប៉ែរ៉ូស្កូសូមជំនួយពីប៉ែរ៉ូស្កូតាមដានទីតាំងជាងសាក់ថាស្ថិតនៅទីណាណាជាមួយគ្នាដែរឃើញថាប្រូណាសានរបស់យើងនៅវិញកំពុងតែព្យាយាមរកកន្លែងធ្វើការរបស់ប៉ែបែនកន្លែងលោអាចដឹកនាំគាត់នឹងទៅកាន់កញ្ញា Sherry ចឹងទៅបាទយើងត្រឡប់មកកាន់កន្លែងធនាគារនេះវិញភ្លីស៊ើបអង្កេតដែលមានឈ្មោះថាមាន C និង K នេះវិញគឺបានមកដល់ដើម្បីស៊ើបអង្កេតពាក់ព័ន្ធជាមួយករណីប្លន់ហ្នឹងណាតែពេលដែលពួកគេកំពុងត្រួតពិនិត្យកន្លែងកាន់ហើយនោះពួកគេក៏បានរកឃើញនៅផុសតាងគួរឲ្យសង្ស័យមួយគឺជាខ្សែក្រវ៉ាត់របស់ប្រូណាសានដែលគាត់បានប្រើបញ្ឈប់ឈាមរបស់ប៉ូលីសម្នាក់ណាចឹងហើយពួកគេមានការសង្ស័យថាប្រូណាសានរបស់យើងគឺមានពាក់ព័ន្ធជាមួយនឹងករណីប្លន់មួយនេះបាទយើងមើលប្រូណាសានរបស់យើងនេះវិញក៏បានធ្វើដំណើរដល់ហាងរបស់លោកសូមជំនួយពីគាត់ដើម្បីឲ្យគាត់ដកកំភ្លើងចេញពីដៃរបស់គាត់ណាលោកពិតជាមានការញាក់បាក់ជាខ្លាំងនៅឃើញថាលោកណាសានរបស់យើងមិនមានការឈឺចាប់អីទេបាទរហូតដល់ដកកំភ្លើងក៏មានស្រែកបានតិចដែរលោកណាសានរបស់យើងក៏បានអរគុណទៅកាន់លោកហើយក៏បានប្រគល់នៅលុយដែលគាត់បានលួចបាននឹងពី3ដុំដែលវាគឺជាចំនួនគ្រប់គ្រាន់ដើម្បីលោកអាចជួយសង្គ្រោះផ្ទះនិងហាងរបស់គាត់ចឹងទៅលោកនៅពេលណាក៏បានអរគុណទៅកាន់លោកណាសានគឺមិនខុសអ្វីពីប្រពន្ធរបស់គាត់សរសើរកន្លងមកមែនបាទជាមួយគ្នាយើងឃើញតែវាសំកេតដែលមានឈ្មោះថាមាន C និង K នេះវិញក៏បានមកដល់កន្លែងផ្ទះបាយទីដែលលោកណាសានបានសម្លាប់ទៅកាន់លោកបែនណាគណៈពួកគេកំពុងតែពិនិត្យមើលកន្លែងកាត់ហេតុនោះប៉ូលីសឈ្មោះថាមានស៊ីក៏បានទូរស័ព្ទតាក់ទងទៅកាន់ប្រូណាសានរបស់យើងចាប់ប្រកាន់ថាប្រូណាសានរបស់យើងគឺជាមនុស្សខົບខិតជាមួយនឹងពួកចៅប្លន់ណាហើយក៏ទាមទារលុយដែលគាត់យកទាំងអស់ហ្នឹងមកឲ្យប៉ូលីសទាំងអស់បាទដល់ក្រោយភ្ជាប់អាវលោកណាសានរបស់យើងក៏បានបញ្យល់ថាគាត់មិនមែនជាចៅប្លន់ទេគាត់កំពុងដេញតាមចៅប្លន់ពិតប្រាកដដើម្បីជួយសង្គ្រោះទៅកាន់កញ្ញា Sherry គាត់លើកឡើងថាគាត់ធ្វើបែបហ្នឹងគឺដោយសារគាត់មិនជឿថាប៉ូលីសហ្នឹងគឺមានភាពឆាប់រហ័សនៅក្នុងការជួយសង្គ្រោះទៅកាន់កញ្ញា Sherry ណាបាទបន្ទាប់បីជាលើនេះក្តីអ្នកស្រីមានស៊ីនៅតែមិនជឿជាក់ចំពោះភាពស្មោះត្រង់របស់ប្រូណាសានរបស់យើងឡើយបាទជាមួយគ្នាដែរឃើញថាប៉ែ Simon និងប៉ែ Andre កំពុងតែលាក់ខ្លួននៅកន្លែងហាងឡានមួយណាប៉ែ Andre ពេលដែរពិតជាមានការងើយឆ្ងល់ចំពោះប៉ែ Ben មិនដឹងទៅដល់ណាបាត់ហើយគណៈពេលគឺកំពុងនិយាយគ្នាចុះឡើងទៅយើងក៏បាននឹងថាតាមពិតទៅកញ្ញា Sherry នឹងគឺជាប្អូនស្រីរបស់ប៉ែ Simon បាទដែលជាផ្នែកមួយនៃគម្រោងការប្លន់នឹងទាំងអស់ដែលប៉ែនឹងរៀបចំតាំងពីដើមយ៉ាងណាក៏ដោយនាងមិនមានការពេញចិត្តចំពោះសកម្មភាពដ៏សាហាវយង់ខ្នងរបស់ប៉ែ Simon ដែលបង្ខំឲ្យលោក Niger ស្លាប់បាត់បង់ជីវិតបែបនេះនោះទេបន្ទាប់ពីនោះទៅនៅថ្ងៃជាមួយគ្នាដែរឃើញលោក Nasan របស់យើងក៏បានតាមដានទៅដល់ទីតាំងចាក់សាក់ជាទីដែលប៉ែ Ben ធ្លាប់ចាក់សាក់នៅទីហ្នឹងណាទីហ្នឹងគាត់ក៏បានសួរទៅកាន់ជាងចាក់សាក់ដែលមានឈ្មោះថា Zeno ពាក់ព័ន្ធជាមួយនឹងប៉ែ Ben តែយ៉ាងណាក៏ដោយលោក Zeno ដែលមានការសង្ស័យចំពោះលោក Nasan របស់យើងក៏បដិសេធមិនសហការជាមួយទេនៅពេលដែលលោក Nasan របស់យើងបានភ្ជង់កំភ្លើងទៅកាន់គាត់នោះលោក Zeno នៅវិញព្យាយាម
ប្រយុទ្ធបាទតបតជាមួយលោកណាសានរបស់យើងបើចោលបាយឡើងយើងឃើញថាកញ្ចក់នៅទីហ្នឹងក៏បានបែករត់រេហើយលោកណាសានរបស់យើងក៏បានប្រើប្រាស់បាទកញ្ចក់តូចទាំងអស់ហ្នឹងយកមកវាប្រហារទៅកាន់លោកសេណូបណ្ដាឲ្យចេញឈាមហើយជានៅទៀតលោកណាសានរបស់យើងក៏បានចាប់កាន់អាបន្ទាប់ចាក់សាក់ហ្នឹងហើយក៏បានចាក់នៅលើស្បែករបស់លោកសេណូធ្វើឲ្យលោកសេណូមានការឈឺចាប់ជាខ្លាំងបាទមួយស្ទូបន្ទាប់ពីហ្នឹងទៅយើងឃើញថាលោករ៉ូស្កូនេះវិញក៏បានតាក់ទងមកកាន់ប្រូណាសានរបស់យើងប្រាប់ប្រូណាសានរបស់យើងនៅសេដ្ឋានផ្ទះរបស់ប៉ែបែតណាបាទនៅពេលនោះប្រូណាសានរបស់យើងក៏បានប្រើប្រាស់ឧបករណ៍ចាក់សាក់ហ្នឹងមកគូបាទសេដ្ឋានលដៃរបស់គាត់ណាហើយគាត់ក៏បានបញ្ញាទៅស្វែងរកប៉ែសៃមុននិងប៉ែអេនត្រេអញ្ចឹងទៅបាទយើងមើលប៉ែអេនត្រេនេះវិញក្រោយពីបានស្ដាប់ព័ត៌មានទៅនោះក៏បានដឹងថាប៉ែបែតនឹងគឺត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយត្រូវបានសម្លាប់ដោយបរិសម្នាក់ស្លៀកឈុតខ្វាហ្សេមានតូចល្មមណាសៃមុនលឿននេះភ្លាមគាត់ក៏បាននឹងថាអូម្នាក់នោះគឺជាប៉ែណាសាន់នឹងហើយកញ្ញាឈឺរីនៅពេលនោះនាងក៏សង្ស័យថាលោកណាសាន់កំពុងតែតម្រង់មករកពួកគេដូចគ្នាបាទជាមួយគ្នាដែរឃើញប្រូណាសាន់របស់យើងក៏បានមកដល់ផ្ទះរបស់ប្រូបែនឹងប៉ុន្តែគាត់មិនបានឃើញមនុស្សអីទេនៅទីហ្នឹងគឺមានសុទ្ធតែអន្ទាក់បាទដែលមានព្រួយមួយបាញ់ចំជើងរបស់គាត់ណាគាត់ព្យាយាមដកព្រួយហ្នឹងប៉ុន្តែនៅពេលនោះដែរគាត់ក៏ត្រូវបានជាប់អន្ទាក់មួយទៀតដែលបានព្យួរជើងគាត់ឡើងទៅលើក្បាលចុះក្រោមនឹងនៅក្តារសង្ឃឹមគាត់ក៏បានទូរស័ព្ទតាក់ទងទៅកាន់លោករ៉ូស្កូសូមជំនួយយ៉ាងណាក៏ដោយលោករ៉ូស្កូនៅវិញពិតជាមានការស្ទាក់ស្ទើរជាខ្លាំងក្រោយពេលទៅដឹងថាប្រូណាសានរបស់យើងមានការពាក់ព័ន្ធចំពោះករណីប្លន់និងករណីឃាតកម្មណាលោកណាសានរបស់យើងនៅពេលនោះដែរក៏បានលើកឡើងថាគាត់ធ្វើហ្នឹងគឺដើម្បីជួយសង្គ្រោះនារីជាទីស្រឡាញ់របស់គាត់តែប៉ុណ្ណោះហើយគាត់ក៏បានប្រាប់ទៅកាន់ប្រូស្កូយ៉ាងមនោសញ្ចេតនាថាគាត់មានមិត្តភក្តិតែម្នាក់តែប៉ុណ្ណោះគឺលោករ៉ូស្កូហ្នឹងសូមលោកណាស្កូជឿជាក់គាត់លោករ៉ូស្កូនៅពេលនោះដែរគឺមានការទុនចិត្តចំពោះសម្ដីរបស់លោកណាសានដោយលើកឡើងថាដល់មួយទីទៀតយើងនឹងទៅដល់ហើយប៉ុន្តែអ្វីដែលនឹកស្មានម្ដងឃើញថាប៉ែអេនត្រេក៏បានមកដល់ទីហ្នឹងមុនអាប៉ែហ្នឹងមានបំណងដាក់ទណ្ឌកម្មទៅកាន់ប្រូណាសានដើម្បីជាការសងសឹកឲ្យការស្លាប់របស់ប្រូបែហ្នឹងប៉ុន្តែលោកណាសានរបស់យើងមានការជឿចាប់អីទេគាត់ធ្វើពុតជាឈឺអញ្ចឹងណាខណៈពេលលោកអេនត្រេរៀបតែប្រើនៅអាវុធមុតស្រួយចាក់ផ្នែកទៅកាន់លោកណាសានរបស់យើងនោះឃើញថាប្រូរ៉ូស្កូនេះវិញក៏បានមកដល់ក៏បានវាប្រហារចំក្បាលរបស់ប៉ែនឹងការវាប្រហាររវាងភាគីទាំងពីរក៏បានកាត់ឡើងយ៉ាងស៊ីសាច់ចត់ឈាមហើយមួយស្ទុះក្រោយមកឃើញថាលោករ៉ូស្កូក៏បានគប់កំបិតទៅកាន់ប្រូណាសានរបស់យើងក៏បានប្រើដៃរបស់គាត់ទប់កំបិតនឹងធ្លាយពីម្ខាងទៅម្ខាងហើយគាត់ក៏បានប្រើកំបិតនឹងចាក់ទៅកាន់ប៉ែអេនត្រេចំជើងហើយជាងនេះទៀតហ្នឹងគាត់ក៏បានប្រើប្រាស់កំបិតហ្នឹងចាក់ទៅចំក្បាលរបស់ប៉ែអេនត្រេហ្នឹងបណ្ដាប៉ែនឹងស្លាប់បាត់បង់ជីវិតអញ្ចឹងទៅមិនយូរប៉ុន្មានបន្ទាប់ពីហ្នឹងទៅយើងឃើញថាសារ៉ែនឡានប៉ូលីសក៏បានបន្លឺឡើងលោករ៉ូស្កូនេះវិញក៏បានបង្វែរចំណាប់អារម្មណ៍ប៉ូលីសដែលបានធ្វើឲ្យប្រូណាសានរបស់យើងគេចចេញពីទីហ្នឹងបានសម្រេចហើយប៉ូលីសក៏បានចាប់ខ្លួនទៅកាន់លោករ៉ូស្កូខណៈពេលដែលប៉ូលីសនាំលោករ៉ូស្កូចាក់ចេញពីទីហ្នឹងនោះលោករ៉ូស្កូក៏បានប្រាប់នៅទីតាំងដែលលោកណាសានរបស់យើងកំពុងតែឆ្ពោះទៅកាន់បាទយើងបន្តមើលលោកណាសានរបស់យើងឯនេះវិញគាត់ក៏បានមកដល់កន្លែងហាងឡាននឹងហើយកំពុងតែប្រជុំជាមួយនឹងប៉ែសៃមុននឹងឯងបាទគាត់ប្រជុំភ្លើងទៅកាន់ប៉ែសៃមុនណាប៉ែសៃមុននៅពេលនោះដែរបាទពិតជាមានការផាត់ផៃជាខ្លាំងហើយប៉ែនឹងក៏បានប្រាប់លោកណាសានរបស់យើងនៅទំនាក់ទំនងរបស់គាត់ជាមួយនឹងកញ្ញា Sherry នេះគឺជាប្អូនស្រីរបស់គាត់នេះគឺចូលរួមគម្រោងផែនការប្លន់នឹងតាំងពីដើមមកម្ល៉េះប្រូណាសានរបស់យើងលឿននេះភ្លាមគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងអញ្ចឹងហើយប៉ែសៃមុននៅវិញក៏បានប្រើប្រាស់ឱកាសនេះចាប់កាន់អាវុធមានម្ដងធ្វើការសម្លាប់ទៅកាន់ប្រូណាសានរបស់យើងតែមុននឹងបានកេះកៃកំភ្លើងនោះឃើញថា Blizzard គេដែលមានឈ្មោះថាមាន C និង K នឹងក៏បានមកដល់ក៏បានបើកការបាញ់ប្រហារទៅកាន់លោក Simon នឹងមកជប់ទៅកាន់លោក Simon តនពេលវេលា បាទយូរប្រហែលឃើញប្រូណាសានរបស់យើងក៏បានដឹងខ្លួនពីការសន្លប់នឹងហើយគាត់កំពុងត្រូវបានគេលើកចូលទៅកាន់ឡានពេទ្យនាំទៅកាន់មន្ទីរពេទ្យណាភ្លាមនោះយើងឃើញតាមមន្ត្រីប៉ូលីសក៏បានចាប់វាយខ្នោះកញ្ញា Sherry ប៉ុន្តែគណៈពេលដែលគេកំពុងតែព្យាយាមវាយខ្នោះទៅកាន់ប៉ែ Simon នឹងនោះប៉ែ Simon ក៏បានបើកការបាញ់ប្រហារទៅកាន់លោកខនឹងចំកក៏ដូចជាត្រូវចំអ្នកស្រីមានស៊ីនឹងផងដែរប៉ែ Simon បន្ទាប់ពីនឹងទៅក៏បានដណ្ដើមលុយដែលប្លន់មកនឹងទៅក៏ដូចជាបានសម្លាប់ទៅកាន់ក្រុមគ្រូពេទ្យប្រមាណអ្នកមុនពេលដែលប្លន់យកឡានពេទ្យបាទជាទីដែលលោកណាសានរបស់យើងកំពុងតែស្ថិតនៅណាបាទជាមួយគ្នាដែរកញ្ញា Sherry ក៏បានជួយរួមដៃជាមួយនឹងអ្នកស្រីមានស៊ីក៏ដូចជាលោក Rosco នៅក្នុងការដេញតាមប្រមាញ់ទៅកាន់លោក Simon ដែលនាងលើកឡើងថាប៉ែ Simon គឺកំពុងតែតម្រង់ទៅកាន់កន្លែងកំពង់ផែដែលមានទូកដើម្បីធ្វើដំណើរកិច្ចចេញពីទីហ្នឹងណា
បាទលោកណាសានរបស់យើងនេះវិញដែលស្ថិតនៅក្នុងឡានពេទ្យនោះគាត់ក៏បានភ្ញាក់ដឹងខ្លួនគាត់ក៏បានរើបំរាស់បាទរហូតដល់ដោះដៃគាត់ចេញពីខ្នោះណាបាទនៅពេលនោះគាត់ក៏បានឃើញប្រដាប់ឆក់មួយហើយគាត់ក៏បានចាប់កាន់វាឆក់ទៅកាន់អបិស័យមុនចំក្បាលរបស់អបិស័យមុនដែលនេះក៏ធ្វើឲ្យឡានពេទ្យនោះគឺដួលកលាប់អញ្ចឹងទៅបាទបន្ទាប់ពីនោះទៅយើងឃើញថាគណៈពេលដែលកញ្ញា Sherry បានមកដល់ទីនោះដែរនោះលោកសៃមុនកំពុងតែមានព្រៀបកំពុងតែវាយប្រហារលោកណាសានរបស់យើងយ៉ាងចាស់ដៃដែលធ្វើឲ្យគាត់បានមានការបាក់ឆ្អឹងឆ្អែងទៀតផងលោកណាសានរបស់យើងក៏បានប្រើប្រាស់ថ្នាំអាដ្រេណាលីនចាក់ចូលទៅក្នុងខ្លួនរបស់គាត់ក៏បានប្រឡាត់ឆ្អឹងរបស់គាត់ចេញមកប្រើប្រាស់ឆ្អឹងនឹងវាយប្រហារទៅកាន់អបិស័យមុនចំថ្គាមចំក្បាលមកដល់អបិស័យមុនស្លាប់បាត់បង់ជីវិតនៅត្រង់នឹងតែម្ដងបាទបន្ទាប់ពីនោះទៅយើងឃើញថាប្រណាសានរបស់យើងក៏បានស្លាប់បាត់ស្មារតីខណៈពេលដែលក្រុមគ្រូពេទ្យទាំងឡាយកំពុងតែបញ្ញាជួយសង្គ្រោះគាត់បាទប្រហែលសប្តាហ៍បន្ទាប់ពីនោះទៅយើងឃើញថាប្រណាសានរបស់យើងក៏បានភ្ញាក់ដឹងខ្លួននៅក្នុងមន្ទីរពេទ្យក្រោយពីទទួលការព្យាបាលក្នុងស្ថិតនៅក្នុងស្ថានភាពស្លាប់ហ្នឹងណាបាទលោក Roscoe នៅវិញក៏ស្ថិតនៅក្បែរគាត់ដែរហើយយូរប្រហែលអ្នកស្រី Mincy ក៏បានមកដល់នាងក៏បានលើកឡើងថាលោកណាសានរបស់យើងត្រូវប្រឈមជាមួយនឹងទោសទណ្ឌរយៈពេលជាច្រើនឆ្នាំប៉ុន្តែដោយសារតែគាត់បានជួយសង្គ្រោះជីវិតរបស់នាងក៏ដូចជាអ្នកផ្សេងទៀតនោះទោសទណ្ឌរបស់គាត់គឺកាត់បន្ថយនៅសល់ត្រឹមតែ6ខែតែប៉ុណ្ណោះបាទមួយឆ្នាំបន្ទាប់ពីនោះទៅយើងឃើញថាប្រូណាសាន់និងលោក Roscoe នៅវិញកំពុងតែលេងហ្គេមយ៉ាងសប្បាយជាមួយគ្នាទៀតហើយតែម្ដងនេះយើងឃើញថាលោកណាសាន់របស់យើងក៏បានបបួលឈប់លេងមុនដោយសារតែគាត់បញ្ញាប់ទៅជួបជាមួយនឹងកញ្ញា Sherry ហើយនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ8ខែទៀតទើបត្រូវបានគេដោះលែងកំឡុងនៃចំនួនរវាងពួកគេទាំងពីរដែរពួកគេក៏បានញ៉ាំនៅ Cherry នឹងជាមួយគ្នាដូចទៅនឹងពេលវេលានៃការណាត់ជួបរបស់ពួកគេដំបូងផងដែរបាទហើយសាច់រឿងរបស់ជើងក៏ត្រូវបានបញ្ចប់តែត្រឹមនឹងចឹងទៅ